ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោកប៉ាងលីដាមកជួបនិងសូមឲ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានីនិងសន្និបាតក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនអស់ចិត្តឡើយបើមិនបានជួបផ្ទាល់ជាមួយលោកប៉ាងលីដាអភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យដែលត្រូវបានមហាជនស្គាល់ថាជាមន្ត្រីសកម្មនិងមានសិល្បៈក្នុងការងារធ្វើឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រក្នុងការងារដោះស្រាយបញ្ហាសន្តិភាពសាធារណៈនៅតាមមូលដ្ឋានបន្ទាប់ពីបានលើកសរសើរមិនដាច់ពីមាត់អំពីការងារលោកប៉ាងលីដាទាំងក្នុងកិច្ចប្រជុំនិងកម្មវិធីសាធារណៈនានាទីបំផុតនាថ្ងៃទី27ខែតុលាឆ្នាំ2025នេះលោកប៉ាងលីដាត្រូវបានអញ្ជើញមកទីស្តីការក្រសួងមហាផ្ទៃដើម្បីជួបសន្ទនាជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខានៅសាលវរជ័យដែលជាកន្លែងប្រជុំកិច្ចការសំខាន់ៗរបស់ឯកឧត្តមអភិសន្តិបណ្ឌិតផ្ទាល់វត្តមានលោកប៉ាងលីដាបានញ៉ាំងឲ្យឯកឧត្តមអភិសន្តិបណ្ឌិតមានក្តីរំភើបក្តុកក្តួលពីព្រោះកន្លងមកឯកឧត្តមអភិសន្តិបណ្ឌិតបានឃើញនិងស្គាល់មន្ត្រីមូលដ្ឋានរូបនេះតែតាមរយៈសកម្មភាពដោះស្រាយបញ្ហាផ្សេងៗជាអាចមូលដៃមូលអាវមូលជើងខោចោះដឹកនាំមន្ត្រីកាយប្រឡាយស្ដារលូរំដោះទឹកនិងប្រើគ្រប់វិធីសាស្ត្រដើម្បីទទូចសុំពលរដ្ឋសហការរំដោះចិញ្ចើមផ្លូវសាធារណៈជាដើមជាថ្មីម្ដងទៀតឯកឧត្តមអភិសន្តិបណ្ឌិតបានមានប្រសាសន៍ថាបញ្ហាសន្តិភាពសាធារណៈនៅតាមមូលដ្ឋាននឹងកាន់តែមានភាពប្រសើរឡើងប្រសិនបើមានមន្ត្រីដោយលោកប៉ាងលីដាកាន់តែច្រើនឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីបានថ្លែងដោយមិនរារាយទៀតថាសកម្មភាពលោកប៉ាងលីដាបានផ្ដល់មេរៀននិងបទពិសោធន៍ជាច្រើនដល់ឯកឧត្តមផ្ទាល់ជាពិសេសការប្រើពាក្យពេចន៍និងវិធីសាស្ត្រដោះស្រាយនៅកន្លែងដែលមានបញ្ហាជាក់ស្ដែងផ្ទាល់ជាមួយពលរដ្ឋបើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខានៅតាមមូលដ្ឋានរាជធានីខេត្តក្រុងស្រុកខណ្ឌផ្សេងទៀតក៏មានមន្ត្រីរួមទាំងអភិបាលរងទទួលបន្ទុកការងារសន្តិភាពសាធារណៈបានកំពុងទទួលដឹកនាំដោះស្រាយបញ្ហានេះជាប្រចាំដែរសម្រាប់ករណីលោកប៉ាងលីដាឯកឧត្តមចាត់ទុកជាបុគ្គលគំរូមួយរូបដើម្បីជំរុញបន្ថែមទៀតនៅការអនុវត្តទូនាទីភារកិច្ចរបស់មន្ត្រីរួមទាំងបំផុសចលនាគាំទ្រពីប្រជាពលរដ្ឋដោយខ្វះមិនបានឯកឧត្តមអភិសន្តិបណ្ឌិតបានមានប្រសាសន៍លើកទឹកចិត្តលោកប៉ាងលីដាបន្តការងាររបស់ខ្លួនព្រមទាំងបានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យបន្តការគាំទ្រដល់រដ្ឋបាលខណ្ឌគាំទ្រការងារលោកប៉ាងលីដាដើម្បីដោះស្រាយបញ្ហាសន្តិភាពសាធារណៈដែលទីបំផុតការងារនេះផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះផ្ទាល់ជាក់ស្ដែងផ្លូវស្អាតផ្លូវធំលូហូរទឹកលឿនប្រឡាយមិនស្ទះគ្មានការជន់លិចបរិស្ថានស្អាតស្រួលរស់នៅស្រួលប្រកបរបរដីឡើងថ្លៃជាដើមផ្អែកលើបទពិសោធន៍នៃការអនុវត្តជាក់ស្ដែងរបស់លោកប៉ាងលីដាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាបានស្នើសុំលោកដឹកនាំសហការីរៀបចំខ្លឹមសារជំនួយស្មារតីនិងរូបភាពជាក់ស្ដែងមួយចំនួនស្ដីពីគោលការណ៍ដែលបានប្រកាន់ភ្ជាប់និងសកម្មភាពដែលបានអនុវត្តផ្ទាល់ដើម្បីធ្វើបទបង្ហាញចែករំលែកជូនទៅកាន់មន្ត្រីពាក់ព័ន្ធក្នុងសន្និបាតរបស់រដ្ឋបាលរាជធានីភ្នំពេញនិងជាពិសេសសន្និបាតក្រសួងមហាផ្ទៃនាពេលខាងមុខលោកប៉ាងលីដាបានទទួលអនុវត្តតាមការស្នើរបស់ឯកឧត្តមអភិសន្តិបណ្ឌិតនិងបានមានប្រសាសន៍បង្ហាញនូវសេចក្តីរំភើបរីករាយស្ទើរនឹកស្មានពុំដល់ក្នុងជីវិតការងារដែលរូបលោកបានទទួលការសរសើរនិងលើកទឹកចិត្តពីថ្នាក់ដឹកនាំជាបន្តបន្ទាប់ដើម្បីបន្តសកម្មភាពក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកអភិបាលខណ្ឌនិងការចូលរួមរបស់មន្ត្រីពាក់ព័ន្ធលោកមានប្រសាសន៍ក្នុងន័យដើមថារូបខ្ញុំសម្រាប់ពំលក់ឡើយដោយហេតុនឹកស្មានពុំដល់សោះថាបានមកជួបសន្ទនាផ្ទាល់ជាមួយឯកឧត្តមអភិសន្តិបណ្ឌិតនាថ្ងៃនេះលោកប៉ាងលីដាក៏បានបន្តជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាអំពីទស្សនវិជ្ជាជាក់ស្ដែងដែលលោកបានអនុវត្តដោយគូសបញ្ជាក់ថាការងារនេះពុំអាចខ្វះបានឡើយនៅឆន្ទៈចេញពីខ្លួនឯងផ្ទាល់ហើយរឹតតែមិនអាចខ្វះបានឡើយការផ្ដល់ទំនុកចិត្តនិងដឹកនាំតម្រង់ទិសពីថ្នាក់ដឹកនាំរួមទាំងការចូលរួមពីមន្ត្រីជាសេនាធិការរួមទាំងកម្លាំងប្រជាការពារនិងជាពិសេសទៀតនោះគឺការចូលរួមសហការចេញពីប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងបញ្ហាត្រូវដោះស្រាយផ្ទាល់លោកបានមានប្រសាសន៍ទៀតថាក្នុងការងារដោះស្រាយបញ្ហាសន្តិភាពសាធារណៈគឺលោកបានប្រកាន់ភ្ជាប់ដោយឥតងាករេឡើយគោលការណ៍អនុវត្តច្បាប់ដោយស្មើភាពមិនទទួលជាដាច់ខាតផលប្រយោជន៍ចេញពីបុគ្គលពាក់ព័ន្ធនឹងការដោះស្រាយបញ្ហានិងការសុំគោលការណ៍ដឹកនាំតម្រង់ទិសជាប្រចាំពីថ្នាក់ដឹកនាំជាពិសេសអភិបាលខណ្ឌដែលជាមេកាយផ្ទាល់របស់ខ្លួនទន្ទឹមគ្នានឹងការពន្យល់ប្រជាពលរដ្ឋឲ្យដឹងពីទស្សនវិជ្ជាច្បាប់ឲ្យដឹងពីវិធីសាស្ត្រដោះស្រាយនិងលទ្ធផលដែលពួកគាត់ទទួលបានជាដើម